នៅក្នុងវីដេអូនេះខ្ញុំមកចែកម្លែកពីរបៀបធ្វើសាច់ចង្កាក់ដែលគេចំណាំអាំងលក់នៅផ្សារញ៉ាំជាមួយនឹងបាយត្នោបងអញ្ចឹងសម្រាប់ម៉ាក់ៗដែលមានកូនតូចឬក៏អ្នកចូលចិត្តញ៉ាំសាច់ចង្កាក់នេះអាច share វីដេអូទុកធ្វើញ៉ាំនៅផ្ទះដែលខ្លួនឯងបានសាច់ជ្រូក3ជាន់នេះបងអូនចង់ក្លុកក៏បានច្រាំនឹងដៃក៏បានដែរអញ្ចឹងខ្ញុំក្លុកនឹងម៉ាស៊ីនតែយកដុំរាងធំៗជាងពីលើកមុនសាច់ជ្រូកក្លុកហ្នឹងគឺខ្ញុំដាក់ក្នុងចានដែកមួយបន្ទាប់មកគឺខ្ញុំដាក់ម្សៅស៊ុបស្ករសបន្តិចលួចប៊ីចេងមកចុងស្ព្រាដែរដាក់ទឹកប្រេងខ្យងសម្រាប់អ្នកដែលគាត់អត់ចង់ញ៉ាំប៊ីចេងមិនដាក់ក៏បានដែរគ្រឿងទេសគឺអាស្រ័យលើចំណូលចិត្តទេដាក់ទឹកដោះគោខាប់ដើម្បីឲ្យសាច់របស់យើងកាន់តែមានរសជាតិខ្ទិះឆ្ងាញ់ហើយបន្ថែមម្សៅឆាចូលមកស្ព្រាបាយកុំភ្លេចដាក់អំបិលចូលផងដើម្បីឲ្យវាចាប់ជាតិគ្នាហើយចំពោះរសជាតិសាច់ចង្កាក់នេះគឺអាស្រ័យលើយើងធ្វើទេម៉ាក់ដែលមានកូនតូចអាចដាក់រសជាតិស្រាលៗស្រាប់គាត់បានអញ្ចឹងបើយើងធ្វើញ៉ាំសម្រាប់មនុស្សធំយើងអាចដាក់រសជាតិដិតតាមដែលយើងចង់បានអញ្ចឹងបន្ទាប់ពីដាក់គ្រឿងអស់ហើយគឺចាប់ផ្ដើមច្របល់សាច់ជាមួយនឹងគ្រឿងហ្នឹងឲ្យវាបានចូលសព្វច្របល់បោះបោកវាមួយស្ទុះទៅគឺវាបានស្អិតចូលគ្នាហើយពូមុនហ្នឹងគឺខ្ញុំបានដាក់ម្សៅឆាចូលមកស្ព្រាបាយដែរគឺវាជួយឲ្យសាច់របស់យើងហ្នឹងគឺខាំជាប់គ្នាបានល្អច្របល់សាច់ហើយខ្ញុំផ្អាប់វាទុកចោលរយៈពេល15នាទី10នាទីក៏បានដែរយើងផ្អាប់ឲ្យវាចូលជាតិអញ្ចឹងណាបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមយកកូនថងទូចនេះមកច្រកសាច់រួមទៅបងប្អូនប្រើថងចេះទៅពេលដែលយើងច្រកទៅវាបានចេញរូបរាងស្អាតណាហើយសាច់នឹងដុំធំតូចក្រាស់ស្ដើងយើងអាចលៃតាមចំណូលចិត្តបានពេលច្រកចូលក្នុងថងចេះស្រួលកំណត់ដល់បងប្អូនចង់បានសាច់ក្រាស់ស្ដើងធំតូចយើងសកត់មើលតាមនឹងទៅបន្ទាប់ពីលៃលោកតាមចំណូលចិត្តហើយដោតចង្កាក់ចូលចំកណ្ដាលបើអត់មានចង្កាក់ដូចខ្ញុំទេប្រើចង្កាក់ដោតសេកូយើងក៏បានដែរពេលដែលច្រកនៅក្នុងថងធ្វើជាពុំបែបនេះគឺងាយស្រួលមែនទែនក្នុងការកំណត់សាច់ចង់បានសាច់ស្ដើងយើងរៀងសកត់វាសប៉ាតិចទៅតែបើចង់បានសាច់ក្រាស់យើងញាត់ឲ្យរាងណែនតិចទៅតែខ្ញុំថាសាច់ស្ដើងស្រួលអាំងឆាប់ឆ្អិនជាងហើយកូនតូចក៏គាត់ស្រួលញ៉ាំផងដែរអញ្ចឹងរបៀបច្រករបស់ខ្ញុំគឺសាមញ្ញបែបនេះបើសិនជាបងប្អូនមានទម្លាប់អីធ្វើផ្សេងក៏អាចចែកម្លែកនៅក្នុងវីដេអូនេះបានដូចគ្នារសជាតិសាច់ចង្កាក់នេះគឺបងប្អូនអាចកំណត់តាមចំណូលចិត្តបានសម្រាប់ម៉ាក់ដែលគាត់ធ្វើឲ្យកូនតូចដាក់រសជាតិស្រាលល្មមទៅសម្រាប់យើងមនុស្សធំអាចញ៉ាំរសជាតិដិតបានអញ្ចឹងយើងលៃមើលតាមជាក់ស្ដែងទៅតែយើងធ្វើឲ្យកូនតូចឬក៏ធ្វើសម្រាប់ញ៉ាំខ្លួនឯងពេលដែលច្រកដាក់ក្នុងថង់រួចហើយយើងយកទៅដាក់ក្នុងប្រអប់បិទជិតហើយដាក់ក្លាសេទុកក្នុងទូត្រជាក់ក៏បានបើចង់ទុកយូរទុកក្នុងទូកកទៅនៅពេលដែលយើងចង់ញ៉ាំយើងដកមកចង់ញ៉ាំបានចង្កាក់ដកប៉ុណ្្នឹងទៅធ្វើទុកអញ្ចេះគឺចំណេញពេលសម្រាប់អ្នកដែលគាត់មានកូនតូចព្រលឹមឡើងត្រូវទៅសាលាអីសាច់នេះគឺអាចជំនួសនឹងបាយប្រអប់បានដែលយើងជួយកាត់បន្ថយការចំណាយបានខ្លះដែរយើងធ្វើទុកខ្លួនឯងចេះងាយស្រួលព្រលឹមឡើងយើងដាក់នៅក្នុងម៉ាស៊ីនអាំងចឹងទៅដាក់ដាំបាយក្តៅៗហើយអាចខ្ចប់ឲ្យគាត់ទៅសាលាបាននៅពេលដែលធ្វើរួចគឺខ្ញុំច្រកនៅក្នុងប្រអប់អ៊ីណុកហើយដាក់ក្លាសេទុកក្នុងទូត្រជាក់ចឹងសម្រាប់វីដេអូសាច់ចង្កាក់របស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលទស្សនាបើមានសំណួរឬចម្ងល់អីបន្ថែមអាច comment នៅខាងក្រោមជួបគ្នាម្ដងទៀតនៅវីដេអូក្រោយកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាបាយបាយ